បាទជំរាបសួរក៏ដូចជាសួស្តីទៅដល់អ្នកសិក្សារូបវិទ្យាទាំងអស់គ្នាអញ្ចឹងយើងបន្តយើងទៀតពាក់ព័ន្ធជាមួយនឹងលំហាត់សិល្បៈកាយរបស់យើងថ្ងៃនេះដែរគឺខ្ញុំចូលមកកែមករមាំងទី3ហ្មងរមាំងទី2យើងចាំកែពេលក្រោយចាំយើងរៀនមេរៀនបានតិចសិនរមាំងទី3នេះពាក់ព័ន្ធជាមួយនឹងលំហាត់តាក់ទងជាមួយនឹងលំនឹងនៃអង្គធាតុរឹងគឺ equilibrium បាទរបស់ material របស់យើងដែលជាសិក្សាតាក់ទងជាមួយនឹងអង្គធាតុរឹងអញ្ចឹងគេថាគេមានរបាមួយដែលមានភ្ជាប់ទៅនឹងជញ្ជាំងបាទដូចរូបហ្នឹងគឺទម្ងន់មាន W' ស្មើ20 Newton របាមានទម្ងន់65 Newton អញ្ចឹងគេឲ្យកគណនាតំណែងខ្សែតេហើយខយើងគណនាកម្លាំងប្រតិកម្មរបស់ជញ្ជាំងដែលមានលើរបាមានលើជញ្ជាំងហ្នឹងបាទអញ្ចឹងយើងមកមើលការគូយ៉ាក្រាមរបស់យើងសិនដើម្បីយើងចូលទៅដល់លំហាត់ហ្នឹងគឺយើងការគូយ៉ាក្រាមអញ្ចឹងយើងភ្ជាប់យើងមានរបាមួយដែលភ្ជាប់ជាមួយនឹងអានេះគេហៅតាក់ទងជាមួយនឹងអរង្វិលរបស់យាបាទហើយយើងព្យួរទម្ងន់មួយដែល W' នៅចុងរបាហ្នឹងយើងតាំងវាពីហ្នឹងមកពីគល់អរង្វិលមកកន្លែងទម្ងន់ហ្នឹងគឺO3 បាទអញ្ចឹងត្រង់ចំណុចនេះដែរគឺយើងគិតទម្ងន់របស់របាអញ្ចឹងទម្ងន់របស់របាគឺនៅកន្លែងទីប្រជុំទម្ងន់របស់វានៅកតាអញ្ចឹងមានន័យថាយើងតាំងវាមកគឺ O2' បាទO2 បាទអញ្ចឹងយើងបំបែកទៅនឹងខ្សែជាពីអនោះជាកម្ពូលសងគឺអឆតេ y និងអដេកតេ x ត្រង់ចំណុច O បាទ O1 បាទអញ្ចឹងនៅត្រង់នេះដែរគឺកម្លាំងដែលរបាមានលើជញ្ជាំងគឺហាស់ហ្នឹងកម្លាំងតាមទិសដេក horizontal និងwave គឺជាកម្លាំងតាមទិសឈរ vertical របស់យើងតាំងហាស់នឹង wave បាទយើងតាំងដោយអ្វីក៏បានដែរសំខាន់គឺយើងត្រូវសិក្សាទៅលើ dynamic បាទគឺកម្លាំងទាំងអស់ដែលមានលើប្រព័ន្ធហ្នឹងមានអីគេខ្លះហើយយើងកំណត់ចម្ងាយវាច្បាស់ទៅអញ្ចឹងលំនឹងវាមានពីរយើងសិក្សាគឺសំខាន់គឺឲ្យដឹងពីម៉ូម៉ង់និងកម្លាំងអញ្ចឹងលក្ខខណ្ឌលំនឹងវាមានម៉ូម៉ង់នៃកម្លាំង sigma i ស្មើ0សំទោសsigma i ស្មើ0គឺលក្ខខណ្ឌលំនឹងនៃកម្លាំងនិង sigma ម៉ូម៉ង់ដែលយើងតាំង sigma តូស្មើ0គឺតាក់ទងជាមួយនឹងកម្លាំងមានកម្លាំងវាវិលអានឹងគឺយើងសិក្សាទៅលើម៉ូម៉ង់ហើយបាទអញ្ចឹងត្រង់កន្លែងនេះគឺគេឲ្យគណនាទៅនឹងខ្សែតេបាទគណនាទៅនឹងខ្សែតេអញ្ចឹងដំបូងផុតគឺយើងកំណត់ទិសដៅរបស់សំទោសគឺយើងកំណត់កម្លាំងទាំងអស់ដែលមានពើទៅលើដែលយើងសិក្សាទៅលើប្រព័ន្ធរបស់យើងហ្នឹងបាទហើយយើងកំណត់ចម្ងាយបាទអញ្ចឹងយើងសិក្សាហើយគេយកមកយើងដាក់ផលបូកម៉ូម៉ង់ហើយយើងត្រូវសិក្សាពីទិសដៅបាទត្រង់កន្លែងនេះគេយកទម្ងន់គេយកម៉ូម៉ង់ទៅខាងលើវិជ្ជមានខាងលើវិជ្ជមានបាទខាងលើវិជ្ជមាននិងខាងអីគេចុះក្រោមគឺអវិជ្ជមានបាទអញ្ចឹងតំណែងខ្សែទៅលើវិជ្ជមានម៉ូម៉ង់ទម្ងន់ចុងក្រោមអវិជ្ជមានទម្ងន់របស់អង្គធាតុ W គេ W' បាទអញ្ចឹងយើងបន្តមកទៀតគឺតម្លាក់នៃតំណែងខ្សែដែលបង្កើតជាម៉ូម៉ង់គឺតាមទិសឈរតេ x គុណជាមួយនឹង O1 ដល់ពេលទម្ងន់ម៉ូម៉ង់ដែលបង្កើតដោយទម្ងន់របស់របាគឺ W គុណជាមួយនឹងប្រវែងដៃខ្នោះបាទគឺ O2 ជាមួយនឹងទម្ងន់របស់អង្គធាតុដែលយើងយកទៅព្យួរទៅលើរបាហ្នឹងគឺ W' O3 ស្មើ0បាទអញ្ចឹងតេ y វាគឺជាជ្រុងជាប់បាទអញ្ចឹងវាត្រូវគុណជាមួយនឹងកុសនៃមុំ30បាទអញ្ចឹងយើងធ្វើការជំនួសលេខចូលនិងយើងធ្វើការគណនាបានតំណខ្សែតេបាទបានតម្លៃ448.50 Newton បាទអញ្ចឹងខនេះគឺយើងឲ្យគេឲ្យយើងគណនាកម្លាំងប្រតិកម្មនៅលើជញ្ជាំងកម្លាំងប្រតិកម្មទៅលើជញ្ជាំងគឺមានន័យថាវាកើតចេញពីផុសបូកកម្លាំងតាមទិសដេកនិងតាមទិសឈរបាទអញ្ចឹងយើងសរសេរជាតម្លៃគឺវាបានពីតាហ្គើតាមពីតាហ្គើដោយសារកម្លាំងតាមទិសដេកនិងកម្លាំងតាមទិសឈរគឺវាកែងគ្នាបាទប៉ុន្តែយើងត្រូវរកកម្លាំង
តាមទិសដេកសិនតាមទិសដេកគឺវាមានហាសដកជាមួយនឹងតេស្មើ0បាទអូខេអញ្ចឹងយើងទាញហាសគឺបានតេនៃ x ស្មើតេនៃ x គឺជាជ្រុងឈើមអញ្ចឹងយើងយកតំណែងខ្សែគុណជាមួយនឹងស៊ីននៃមុំ30អញ្ចឹងយើងឃើញហាសរបស់យើងស្មើតេនៃ x ស្មើជាមួយនឹងប៉ុណ្ណឹង Newton ចប់មកតាមទិសឆគឺវាមានតេ y v កម្លាំងតាមទិសឆជាទម្ងន់របស់អង្គទម្ងន់របស់របានិងទម្ងន់របស់អង្គធាតុយើងយកតាមទិសដៅវិជ្ជមានរបស់យើងកំណត់ទិសដៅឡើងលើបូកទិសដៅចុះក្រោមដកបាទអញ្ចឹងយើងទាញរវេបានប៉ុន្តែតេ y គឺតេគុណជាមួយនឹងកោសបាទអញ្ចឹងយើងធ្វើការជំនួសលេខចូលយើងឃើញ v នឹងហាសឃើញ a ជួសជំនួសលេខចូលមកយើងគណនាបាទអញ្ចឹងកំណត់សំខាន់យើងត្រូវដឹងពីមុំម៉ងទាំងអស់មានន័យថានៅក្នុងប្រព័ន្ធរបស់យើងហ្នឹងអាណាដែលបង្កើតជាមុំម៉ងបង្វិលហើយយើងសិក្សា dynamic ហើយយើងកំណត់ទៅលើប្រវែងដៃខ្នោះមួយមកបាទផបូកមុំម៉ងស្មើ0ហើយតេរឿងកម្លាំងប្រតិកម្មយើងធ្វើការបំបែកកម្លាំងពីអដេកនិងអឆ